ជាសត្វទាំង3ដែលគេបានឃើញមុនពេលដែលវាបាត់ទៅជារៀងរហូតមួយ Pyrenean ibex នៅក្នុងឆ្នាំ2000វាគឺជាលោកចុងក្រោយដែលគេបានរកឃើញវាក្រោមដើមឈើដែលដួលរលំនៅក្នុងប្រទេសអេស្ប៉ាញឆ្នាំក្រោយមកអ្នកវិទ្យាសាស្ត្របានឃ្លូន DNA របស់វាសង្គ្រោះវាឲ្យរស់ឡើងវិញតែជាអកុសលវារស់បានតែ7នាទីតែប៉ុណ្ណោះដោយវាខ្លាចទៅជាសត្វដំបូងគេដែលផុតពូជ2ដងពីអំបូរខ្លា Tasmanian អំបូរសត្វដែលខ្លាចច្រើនតែវាឃើញមនុស្សគឺវារត់ហើយបាត់តែវាជាសត្វអំបូរខ្លាពិតមែនក៏ប៉ុន្តែវាគឺជាសត្វដ៏ស្លូតពូតដែលមិនបង្កគ្រោះថ្នាក់ដល់យើងឡើយតែពេលដែលមនុស្សឃើញវាតែងតែអបាយការបោកបាញ់លើវារហូតដល់វាផុតពូជ Tasmanian វាត្រូវបានគេថតបាននៅពេលចុងក្រោយនៅពេលដែលវាដើរតែម្នាក់ឯងនៅក្នុងសួនសត្វ Hobart ក្នុងប្រទេសអូស្ត្រាលីទី3 Coelho សមត្ថភាពបន្លឺសំឡេងដូចជាឃ្លុយដែលគេធ្លាប់បានឮនៅក្នុងកោះ Hawaii តែការកាប់ព្រៃឈើនិងជំងឺដែលកើតឡើងដោយសារមូសបានធ្វើឲ្យពួកវាស្លាប់រហូតដល់វាផុតពូជគេថតបានវាចុងក្រោយគឺឃើញសត្វឈ្មោលមួយក្បាលកំពុងតែច្រៀងយ៉ាងអស់សង្ឃឹមកំពុងស្រែកនៅក្នុងព្រៃទទេស្វែងរកគោលតែម្នាក់ឯងយ៉ាងកណ្ដាច់កណ្ដែងហ្នឹងគឺសត្វតែបណ្ដាលមកពីចំណុចមនុស្សមួយចំនួនដែលគិតតែពិភពចែកខ្លួនឯងរហូតដល់ធ្វើឲ្យសត្វដ៏គួរឲ្យស្រឡាញ់ទាំងនេះបាត់បង់ចេញពីយើងបើមានសត្វណាល្អៗនៅចិត្តយើងគួរតែរក្សាទុកវាទៅ